សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែររឿងអាខ្វាក់អាខ្វិនអត្ថបទនិងអ្នកនិពន្ធអត្ថបទប្រភពរឿងអាខ្វាក់អាខ្វិនមានប្រភពមកពីប្រទេសកម្ពុជាដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី2ប្រភេទរឿងអាខ្វាក់អាខ្វិនជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយចលនារឿងអាខ្វាក់អាខ្វិនជាអក្សរសិល្ប៍ខេមរនិយមកាលបរិច្ឆេទមិនច្បាស់លាស់អ្នកនិពន្ធមិនស្គាល់ឈ្មោះតួអង្គនិងមុខងារអាខ្វាក់គឺជាមនុស្សខ្វាក់ភ្នែកទាំងពីរឬអ្នកបម្រើតាមផ្ទះគេជាមិត្តសម្លាញ់របស់អាខ្វិនជាជនពិការជើងទាំងសងខាងជាអ្នកបម្រើតាមផ្ទះគេជាមិត្តសម្លាញ់របស់នាយខ្វិននាងពៅគឺជាបុត្រីរបស់ស្ដេចដែលត្រូវយកទៅឲ្យយក្សស៊ីស្ដេចជាបិតារបស់នាងពៅម្ចាស់របស់អាខ្វាក់អាខ្វិនជាមនុស្សគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប្រើទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកយក្សគឺជាមនុស្សដែលល្ងងគ្មានប្រាជ្ញាឬក៏មានចិត្តអាក្រក់កាចសាហាវឃោរឃៅសម្លាប់មនុស្សនិងស៊ីសាច់មនុស្សជាអាហារអ្នកស្រុកប្រជាពលរដ្ឋដែលរស់នៅតំបន់នោះព្រឹត្តិការណ៍សំខាន់ប្រទេសកម្ពុជានាសម័យនោះមានការបែងចែកវណ្ណៈពួកអ្នកមាននិងអ្នកក្រយ៉ាងខ្លាំងដោយបង្ខំពួកអ្នកក្រឲ្យធ្វើអ្វីៗតាមចិត្តរបស់ពួកគេទេសកលគ្មានសិទ្ធិសេរីភាពសូម្បីតែការរស់រានដោយសុខស្រួលផ្ទុយទៅវិញដោយសារតែគ្មានសិទ្ធិសេរីភាពនេះហើយទើបធ្វើឲ្យពួកគេនឹងមានការបះបោរប្រឆាំងនឹងរបបនេះទើបបានជាគេចងក្រងបង្កើតជារឿងអាខ្វាក់អាខ្វិននេះឡើងសង្ខេបរឿងកាលពីព្រៃនាយមានមនុស្ស2នាក់ម្នាក់ខ្វាក់ម្នាក់ខ្វិនពួកអ្នកស្រុកតែងហៅថាអាខ្វាក់និងអាខ្វិនហើយពួកគេទាំងពីរនេះនៅធ្វើការបម្រើម្ចាស់ផ្សេងគ្នាក៏ប៉ុន្តែនៅផ្ទះចិត្តគ្នាអាស្រ័យហេតុនេះទើបរាប់អានគ្នាជាសម្លាញ់ដោយសារម្ចាស់ពួកគេធ្វើបាបខ្លាំងពេកទើបគេទាំងពីររកវិធីរត់គេចទាំងពីរអ្នកស្រស់ស្រួលគ្នាហើយពេលយប់ក៏បបួលគ្នាចុះកំពង់ទឹកដើម្បីលួចរត់ដោយហេតុតែពួកគេទាំងពីរមិនចេះអុំទូកទើបធ្វើឲ្យទូកនៅវិលវល់នៅនឹងកំពង់ដដែលរហូតទាល់ភ្លឺដល់ពេលម្ចាស់គេមកដងទឹកឃើញអ្នកទាំងពីរកំពុងអង្គុយអុំទូកទល់មុខគ្នាម្ចាស់ពួកគេក៏ហៅឲ្យឡើងទៅលើផ្ទះវិញដោយមិនបានជេរវាយទេព្រោះគេដឹងថាអ្នកទាំងពីររត់គេចមិនផុតទេលុះនៅយូរបន្តិចអ្នកទាំងពីរក៏ផ្ដើមបបួលគ្នាលួចរត់ម្ដងទៀតប៉ុន្តែតាមជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចបើអញខ្វាក់ហើយឯងខ្វិនយ៉ាងនេះប៉ុន្តែអាខ្វិនថាកុំភ័យអីឯងជាអ្នកអៀវអញលុះព្រមព្រៀងគ្នាហើយដល់ពេលយប់ក៏ចាប់ផ្ដើមចេញដំណើរដោយអាខ្វិនបង្ហាញផ្លូវឯម្ចាស់ផ្ទះក៏មិនបានរកអ្នកទាំងពីរព្រោះដឹងថាអ្នកទាំងពីររត់ទៅណាមិនបានឆ្ងាយឡើយចំណែកអាខ្វាក់អាខ្វិនរត់អស់3ថ្ងៃក៏ទៅដល់ស្រុកមួយស្រុកនោះមានខ្លាកាចសាហាវណាស់អ្នកស្រុកគេខ្លាចរឯងគ្រប់គ្នាចំណែកអ្នកទាំងពីរវិញពេលដែលមកដល់ស្រុកគេក៏កើតគំនិតចង់ធ្វើស្រែចម្ការទើបដើរចូលទៅក្នុងភូមិរកនាងកុលរនាស់ចប់កាប់អ្នកស្រុកឃើញដូច្នេះក៏ប្រាប់តាមដំណើររឿងប៉ុន្តែអាខ្វាក់ឆ្លើយថាក្លេមិនខ្លាចទៅខ្លាចអីខ្លាឮដូច្នេះក៏គិតថាពីមុនគេខ្លាចតែអញឥឡូវមានក្លេដែលគេខ្លាចជាងអញទៅទៀតដូច្នេះអញចាំលបមើលក្លេនេះសិនអាខ្វិនឃើញក្រលគោក៏បញ្ជាអាខ្វាក់ឲ្យទៅលួចឯខ្លួននៅចាំក្រៅរបងចំណែកអាខ្វាក់វិញដើរស្ទាបក៏ទៅប៉ះនឹងខ្លាឃើញអាខ្វាក់ស្ទាបក៏នឹកស្មានថាជាក្លេក៏មិនហ៊ានកម្រើកឯអាខ្វាក់ស្ទាបខ្លាក៏គិតថាជាគោក៏ចាប់អូសមកខ្លុសឯខ្លាក៏ចេះតែដើរតាមទៅរហូតដល់ក្រៅរបងទើបអាខ្វាក់ឲ្យអាខ្វិនហុចកន្លោះមកខ្លុសអាខ្វិនប្រាប់អាខ្វាក់ថាខ្លាទេតែអាខ្វាក់នៅតែឆ្លើយថាហុចកន្លោះមកអញខ្លុសវាយកទៅភ្ជួរស្រែអាខ្វិនក៏ហុចកន្លោះឲ្យអាខ្វាក់បានកន្លោះហើយក៏ចាក់ច្រមុះខ្លាឈឺពេកទ្រាំមិនបានក៏រត់ចូលព្រៃបាត់ទៅអ្នកទាំងពីរក៏ធ្វើដំណើរទៅដល់កណ្ដាលវាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរនាស់និងអណ្ដើកមួយអាខ្វិនឃើញហើយក៏ប្រាប់អាខ្វាក់ថាមានខ្ទមមួយហើយមានខ្សែពូនិងចង្អេរអាខ្វាក់បញ្ជាអាខ្វិនយកមកទាំងអស់អាខ្វិនក៏យកមកហើយដើរទៅក្នុងព្រៃហើយបានជួបនឹងមនុស្សម្នាក់ដែលគេមកយកឃ្មុំអាខ្វាក់ឮអាខ្វិនប្រាប់ក៏ស្រែកសុំឃ្មុំគេស៊ីអ្នកយកឃ្មុំប្រាប់ថាគ្នាស៊ីតែទឹកទេទុកការឲ្យឯងអ្នកយកឃ្មុំនោះក៏បានដោះទុកសត្វធំដាក់បំពង់ចុកចិត្តយកឲ្យអាខ្វាក់និងអាខ្វិនអាខ្វិនក៏បន្តដំណើរទៅលិចវាលចូលព្រៃហើយឃ្លានបាយពេកក៏បបួលគ្នាឈប់ស៊ីបាយ
ហើយក៏ស្រ័យបំពង់យកឃ្មុំនោះមកដោយធំក្លិនស្អុយលាមកអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយណាស់យើងបន្តទៅរកកន្លែងថ្មីរីឯអាខ្វាក់ក៏ចុកបំពង់ហើយក៏ដើរបន្តដំណើរទៅមុខទៀតពីមួយកន្លែងទៅមួយកន្លែងដោយអាខ្វិនឃ្លានបាយពេកទ្រាំមិនបានក៏បបួលអាខ្វាក់ឈប់ហើយក៏ដកឆ្នុកហើយលូកទៅក្នុងបំពង់ទៅដឹងថាអាចក៏ខឹងខ្លាំងណាស់នឹងសម្លាប់អ្នកយកឃ្មុំនោះវាទាំងពីរក៏បន្តដំណើរទៅរកអ្នកយកឃ្មុំនោះប៉ុន្តែក៏វង្វេងផ្លូវហើយអាខ្វាក់ឮសូរសัตว์សសេះចោះដើមឈើយកកណ្ដៀស៊ីគិតស្មានថាអ្នកយកឃ្មុំប៉ុន្តែអាខ្វិនប្រាប់ថាសัตว์សសេះទេអ្នកទាំងពីរក៏បានបន្តដំណើរដល់ស្រុកមួយដែលមានស្ដេចគង់នៅហើយមានយក្សមួយដែលតែងតែរកស៊ីមនុស្សនៅក្នុងសាលាចំជាពេលនោះគឺដល់វេនបុត្រីពៅរបស់ស្ដេចត្រូវយកមកឲ្យយក្សស៊ីហើយជួនជាពេលនោះអាខ្វាក់អាខ្វិនក៏មកដល់សាលានោះដែរពួកគេក៏ឈប់សម្រាកនៅទីនោះរីឯនាងពៅដែលនៅក្នុងស្គរឮមាត់អ្នកទាំងពីរនិយាយគ្នាក៏ចេញមកសួរហើយប្រាប់អំពីរឿងរ៉ាវនៅក្នុងស្រុកនេះប៉ុន្តែអ្នកទាំងពីរនោះក៏អះអាងថានឹងសម្លាប់យក្សនោះហើយសុំឲ្យនាងរៀបចំបាយម្ហូបឲ្យតែប៉ុណ្ណោះហើយវេលាយប់នោះយក្សក៏ហោះមកស៊ីមនុស្សតាមធម្មតាអាខ្វិនគ្រាន់តែឮសន្ធឹកយក្សវាភ័យស្ទើរស្លាប់អាខ្វាក់វិញនៅអង្គុយចាំនៅមាត់ទ្វារហើយដល់យក្សមកដល់ក៏បិទទ្វារយក្សក៏ស្រែកសន្ធប់ថានរណាបិទទ្វារសាលាអញអាខ្វាក់មិនមានភាពភ័យខ្លាចឡើយហើយស្រែកសន្ធប់វិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយក្សឆ្លើយថាមនុស្សមកពីណាចិត្តធំម្លេះអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាថ្លើមធំម្លេះអាខ្វាក់បោះចង្អេរទៅយក្សមើលឃើញរួចក៏គិតថាថ្លើមអានេះធំណាស់ម្លេះសំខ្លួនវាប្រកាសជាធំជាងអញហើយយក្សសួរថាថ្លើមឯងប៉ុណ្ណេះចោះចៃឯងប៉ុណ្ណាអាខ្វាក់ក៏បោះអណ្ដើកឲ្យយក្សមើលយក្សសួររករោមជើងទៀតទើបអាខ្វាក់បានបោះខ្សែពូឲ្យយក្សមើលទៀតយក្សឃើញដូច្នេះភ័យណាស់ក៏ត្រឡប់ទៅវិញអាខ្វាក់ក៏ប្រាប់នាងពៅថាយក្សរត់ទៅបាត់ហើយពីព្រោះវាខ្លាចយើងបើដូចនេះមានយក្សផ្សេងទៀតទេនាងពៅប្រាប់ថាមានយក្សមួយទៀតយប់បន្តិចទៅវាមកដល់អាខ្វាក់ឮហើយក៏ប្រាប់នាងពៅរកដាវមួយវែងហើយមុតល្មមនឹងកម្លាំងខ្លួនលុះដល់យប់បន្តិចទៅយក្សហោះមកឮសន្ធឹកដូចព្យុះអាខ្វាក់ឮហើយក៏ឈរកាន់ដាវនៅមាត់ទ្វារហើយក៏បិទទ្វារដោយទុកឲ្យយក្សរុញមកនិងកាប់ឲ្យស្លាប់ហើយបានសម្រេចដូចបំណងមែនឯអាខ្វាក់អាខ្វិនក៏បបួលគ្នាយកមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វិនឃើញដើមក្រសាំងមួយវាបានប្រាប់អាខ្វាក់ឲ្យចូលចែករបស់ទ្រព្យគ្នាដោយអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់គ្មានតម្លៃដាក់នៅមុខខ្លួនហើយរបស់មានតម្លៃដាក់នៅមុខវាទើបអាខ្វាក់ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងការចែកទ្រព្យសម្បត្តិនេះចែកចោះចែកឡើងមិនដាច់គ្នាសោះកប់ជួនពេលនោះមានផ្លែក្រសាំងមួយធ្លាក់ត្រូវក្បាលអាខ្វាក់គិតថាអាខ្វិនវាក៏ឆ្លើយថានិយាយត្រឹមមាត់មិនអស់ចិត្តដៃដល់ទៀតហើយអាខ្វាក់ក៏ស្ទុះទៅធាក់អាខ្វិនទាល់តែត្រង់ដៃជើងអាខ្វិនក៏ស្ទុះទៅដល់អាខ្វាក់ចំភ្នែកក៏ភ្លឺឡើងទាំងទ្វេហើយអ្នកទាំងពីរក៏បបួលគ្នាចែកទ្រព្យសម្បត្តិតាមធម្មតានិយាយពីនាងពៅកាលបើព្រឹកឡើងហើយមានមនុស្សមកចោមរមើលតែបែរជាឃើញនាងនៅមានជីវិតក៏ទទួលព្រះរាជាហើយក៏ទ្រង់សួរនាងពៅពីដំណើររឿងដែលកើតឡើងទើបនាងរៀបរាប់តាមដំណើររឿងហើយព្រះរាជាក៏បញ្ជាឲ្យសេនាដើរស្វែងរកអ្នកដែលបានសម្លាប់យក្សទ្រង់នឹងលើកព្រះធីតាឲ្យហើយស្នងរាជបន្តអាខ្វាក់អាខ្វិនដឹងដំណឹងក៏ប្រាប់សេនាតែពួកគេមិនជឿទេទើបនាំទៅគាល់ស្ដេចព្រមទាំងរបស់របរដែលខ្លួនយកពីសាលានោះទៅផងហើយស្ដេចក៏ឲ្យពួកគេហៅនាងពៅមកបញ្ជាក់ថែមទៀតរីឯនាងពៅថាពួកគាត់នេះហើយប៉ុន្តែកាលពីមុនពួកគាត់ខ្វាក់ហើយនឹងខ្វិនទេតែពេលនេះមិនមែនទេទើបស្ដេចផ្សំគុំនាងពៅឲ្យទៅអាខ្វាក់និងឲ្យស្នងរាជសម្បត្តិបន្តពីព្រះអង្គទៀតអាខ្វិនក៏ឡើងជាឧបរាជព្រោះធ្លាប់លំបាកមកជាមួយគ្នាអត្ថន័យប្រធានរឿងនេះនិយាយអំពីការតស៊ូនិងការសាមគ្គីគ្នាដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតមូលបញ្ហារឿងបញ្ហាសំខាន់នៅក្នុងរឿងនេះរួមមានអាខ្វាក់អាខ្វិនត្រូវម្ចាស់ផ្ទះប្រើឲ្យធ្វើការងារធ្ងន់ទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកឡើយអាខ្វាក់អាខ្វិនគឺជាកម្លាំងផ្គួបដែលមិនអាចខ្វះគ្នាបានឡើយដើម្បីដោះស្រាយបញ្ហានៅចំពោះមុខអាខ្វាក់អាខ្វិនត្រូវប្រឈមមុខទៅនឹងឧបសគ្គជាបន្តបន្ទាប់ដូចជាជួបខ្លានិងជួបយក្សឧត្តមគតិរឿងអាខ្វាក់អាខ្វិនបានបង្កប់នៅគំនិតអប់រំឲ្យមនុស្សចេះរើបម្រាស់ពីការជិះជាន់កេងប្រវ័ញ្ចពីពួកមូលធននិយមព្រមទាំងបណ្ដោះបណ្ដាលស្មារតីសាមគ្គីគ្នាដើម្បីសម្រេចគោលដៅក្នុងជីវិតបានវិភាគតួអង្គអាខ្វាក់គុណសម្បត្តិជាមនុស្សដែលមានកម្លាំងខ្លាំងក្លាគឺជាមនុស្សមានអំណត់អត់ធន់ព្យាយាមរាល់ឧបសគ្គទាំងឡាយនិងចេះជំនះរាល់ការលំបាក
ចេះឈឺចាប់និងអំពើជិះជាន់ការកេងប្រវ័ញ្ចរបស់ពួកមូលធននិយមចេះតស៊ូដោះខ្លួនពីការជិះជាន់មានប្រាជ្ញាឆ្លាតវាងវៃនិងភាពអង់អាចក្លាហានមានចិត្តសប្បុរសធម៌ចេះជួយឈឺឆ្អាលនិងយកអាសាអ្នកដទៃមានទឹកចិត្តស្មោះត្រង់ជាមួយមិត្តភក្តិគុណវិបត្តិពីការភ្នែកមិនអាចមើលអ្នកដទៃឃើញធ្វើដំណើរទៅណាមកណាពឹងតែការបង្ហាញផ្លូវរបស់អាខ្វិនគុណសម្បត្តិមានភ្នែកគ្រាន់ជួយនាំផ្លូវអាខ្វាក់នៅក្នុងការធ្វើដំណើររត់គេចពីចាវាយចេះស្រឡាញ់រាប់អានមិត្តភក្តិចេះឈឺចាប់និងអំពើជិះជាន់កេងប្រវ័ញ្ចរបស់ពួកមូលធននិយមចេះតស៊ូដើម្បីរំដោះខ្លួនចេញអំពីការជិះជាន់គុណវិបត្តិល្ងងគ្មានប្រាជ្ញាកំសាកក្នុងការដោះស្រាយបញ្ហាចំពោះមុខមានស្មារតីទន់ខ្សោយឆាប់ភ័យតក់ស្លុតនឹងហេតុការណ៍លោភលន់កេងប្រវ័ញ្ចមិត្តភក្តិឯងគុណសម្បត្តិគ្មានគុណវិបត្តិមានចិត្តអាក្រក់កាចខូខើសម្លាប់មនុស្សឬស៊ីសាច់មនុស្សជាអាហារបង្កការភ័យខ្លាចដល់ប្រជាជនគ្រប់គ្នាល្ងងគ្មានប្រាជ្ញាចាញ់ការបោកបញ្ឆោតរបស់អាខ្វាក់បុត្រីស្ដេចគុណសម្បត្តិមានសម្រស់ស្រស់ស្អាតមានសន្តានចិត្តល្អចេះគិតគូរដល់សុខទុក្ខប្រជារាស្ត្រសុខចិត្តព្រមឲ្យយេស៊ីដើម្បីការពារប្រជារាស្ត្រចេះដឹងគុណអ្នកដែលបានជួយខ្លួនគុណវិបត្តិខ្វះមធ្យោបាយក្នុងការចូលរួមដោះស្រាយបញ្ហាក្រៅពីការព្រមយកខ្លួនទៅឲ្យយេស៊ីនិពន្ធរូបផ្ដើមរឿងអាខ្វាក់អាខ្វិនគឺជាប្រភេទរឿងអក្សរសិល្ប៍ប្រជាប្រិយដែលអ្នកនិពន្ធបានលើកឡើងថាកាលពីព្រេងនាយរួចភ្ជាប់ទៅនឹងដំណើររឿងដែលមានទំនាក់ទំនងទៅនឹងស្ថានភាពរស់នៅរបស់តួអង្គពីរនាក់គឺអាខ្វាក់និងអាខ្វិនតែម្ដងកាលពីព្រេងនាយមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំបម្រើគេទាំងពីរនាក់ប៉ុន្តែម្ចាស់ផ្សេងគ្នាតួរឿងមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិនដែលពួកអ្នកស្រុកតែងហៅថាអាខ្វាក់អាខ្វិនហើយពួកគេទាំងពីរនេះនៅធ្វើការបម្រើម្ចាស់ផ្សេងគ្នាប៉ុន្តែនៅផ្ទះជិតគ្នាដោយម្ចាស់ពួកគេធ្វើបាបខ្លាំងពេកទើបគេទាំងពីររកវិធីរត់គេចដោយហេតុតែពួកគេទាំងពីរមិនចេះអំទូកទើបធ្វើឲ្យពួកគេរត់គេចមិនផុតឡើយដោយម្ចាស់ផ្ទះដឹងថាពួកគេចង់គេចតែមិនបានជេរឬវាយទេព្រោះគេដឹងថាអ្នកទាំងពីររត់គេចមិនផុតទេលុះយូរបន្តិចអាខ្វាក់និងអាខ្វិនក៏ចាប់ផ្ដើមបបួលគ្នាលួចរត់ម្ដងទៀតប៉ុន្តែតាមជើងគោកវិញម្ដងរីឯម្ចាស់ផ្ទះក៏មិនបានរកអ្នកទាំងពីរដែរព្រោះដឹងថាអ្នកទាំងពីររត់ទៅណាមិនឆ្ងាយឡើយក្រោយមកពួកគេក៏បានរត់ទៅដល់ស្រុកមួយដែលល្បីថាមានខ្លាកាចសាហាវដោយពួកគេមិនខ្លាចហើយក៏ចង់ធ្វើស្រែចម្ការនៅទីនោះទៀតផងដោយអាខ្វាក់អាខ្វិនមានភាពក្លាហានក្នុងការសម្លាប់ខ្លានិងយក្សដើម្បីជួយអ្នកស្រុកស្ដេចបានផ្សំផ្គុំនាងពៅឲ្យទៅអាខ្វាក់និងឲ្យស្នងរាជសម្បត្តិបន្តពីព្រះអង្គទៀតអាខ្វិនជាឧបរាជព្រោះធ្លាប់លំបាកលំបិនមកជាមួយគ្នាវចនវិធីអ្នកនិពន្ធបានប្រើប្រាស់ពាក្យពេចន៍សាមញ្ញរបស់អ្នកស្រុកងាយយល់និងងាយស្រួលអានឧទាហរណ៍នាយអាខ្វាក់នាយខ្វិនអញឯងរចនាវិធីគឺជាវិធីអ្នកនិពន្ធតាក់តែងរឿងជាពាក្យរាយប្រើប្រយោគងាយដែលជាភាសារបស់អ្នកស្រុកងាយស្រួលស្ដាប់និងងាយស្រួលយល់ដោយតែងជាបែបពណ៌នានិងលាយឡំជាបែបសន្ទនាសង្វាតវិធីការនិយាយគ្នារវាងនាយខ្វាក់និងនាយខ្វិននាយខ្វាក់ខ្លាធំណាស់វើយនាយខ្វាក់ក្លេមិនខ្លាចទៅខ្លាចអីខ្លាការនិយាយគ្នារវាងនាយខ្វាក់និងនាងពៅបើអ្នកអាចសម្លាប់យក្សនោះបានខ្ញុំនឹងដឹងគុណអ្នកនឹងឲ្យមាសប្រាក់ទាំងអស់នេះទៅអ្នកនាយខ្វាក់នាងកុំព្រួយបារម្ភអីមានបាយចំណីចំណុកយកមកឲ្យយើងស៊ីមកដើម្បីមានកម្លាំងកម្ចាត់យក្សការនិយាយគ្នារវាងនាយខ្វាក់និងយក្សអ្នកណាខ្លាំធំហ៊ានបិទទ្វារសាលាអញនាយខ្វាក់អញបិទទ្វារសាលាឯងមានការអីមែនបដិវិធីនាយខ្វិនមានភ្នែកភ្លឺតែដើរមិនរួចហើយជាមនុស្សដែលកំសាកញីខ្លាំងណាស់នាយខ្វាក់មានជើងដើរភ្នែកមើលពុំឃើញឡើយតែនាយខ្វាក់ជាមនុស្សដែលមានកម្លាំងខ្លាំងក្លានិងក្លាហានដោះស្រាយបញ្ហានៅចំពោះមុខបញ្ចប់រឿងអាខ្វាក់អាខ្វិនជាខ្ញុំបម្រើផ្ទះគេដោយការខិតខំព្យាយាមប្រឹងប្រែងនិងភាពឆ្លៀសវៃរបស់ពួកគេបានធ្វើឲ្យពួកគេទទួលបាននូវភាពជោគជ័យក្នុងជីវិតដោយនាយខ្វាក់បាននាងពៅធ្វើជាប្រពន្ធនិងបានស្នងរាជសម្បត្តិបន្តពីព្រះអង្គទៀតចំណែកនាយខ្វិនវិញក៏បានឡើងជាឧបរាជ
សន្និដ្ឋានតាមរយៈការសិក្សារឿងអាខ្វាក់អាខ្វិនរួចហើយធ្វើឲ្យយើងដឹងថាមានតែការចេះតស៊ូសាមគ្គីគ្នានិងការព្យាយាមទេទើបទទួលបាននូវភាពជោគជ័យក្នុងជីវិតម្យ៉ាងទៀតមិនត្រូវរស់នៅក្រោមការគៀបសង្កត់ការជិះជាន់និងការកេងប្រវ័ញ្ចរបស់ពួកនាយទុនទុច្ចរិតទេត្រូវចេះរើបម្រាស់ដើម្បីទាមទារសិទ្ធិសេរីភាពរបស់យើងមកវិញ